រ៉ុកកែត BM21 មានអាយុកាលជាង60ឆ្នាំហើយតែហេតុអ្វីវានៅតែក្លាយជាតួឯកក្នុងសង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែនបច្ចុប្បន្នខណៈដែលបច្ចេកវិទ្យាក្នុងពិភពលោកកាន់តែជឿនលឿនសព្វាវុធក៏កាន់តែទំនើបកាន់តែមានអានុភាពបំផ្លិចបំផ្លាញខ្លាំងប្រកបដោយភាពគ្រោះថ្នាក់ទោះជាយ៉ាងណាប្រព័ន្ធបាញ់រ៉ុកកែត40កាណុង BM21 ដែលផលិតតាំងពីសម័យសូវៀតពលគឺមានអាយុកាលជាង60ឆ្នាំទៅហើយនោះនៅតែពេញនិយមប្រើប្រាស់ដោយភាគីអ៊ុយក្រែននិងរុស្ស៊ីនៅក្នុងសង្គ្រាមនៅអ៊ុយក្រែនរហូតដល់ទៅសព្វថ្ងៃនេះហេតុអ្វីបានជាប្រព័ន្ធរ៉ុកកែត40កាណុង BM21នៅតែក្លាយជាតួឯកក្នុងសង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែនបែបនេះវាមិនមែនជារឿងចៃដន្យតែវាជាការពិតដែលប្រព័ន្ធរ៉ុកកែត40កាណុង BM21 នៅតែពេញនិយមប្រើប្រាស់ក្នុងសមរភូមិនាសម័យទំនើបដោយសារហេតុផលសំខាន់ៗដូចខាងក្រោមងាយស្រួលនិងការផលិតទ្រង់ទ្រាយធំជាការពិតណាស់ប្រព័ន្ធរ៉ុកកែត BM21 ត្រូវបានផលិតក្នុងបរិមាណច្រើនហើយងាយស្រួលប្រើប្រាស់និងងាយស្រួលថែទាំយុទ្ធសាស្ត្របាញ់ហើយរត់រ៉ុកកែត BM21អាចបាញ់បានយ៉ាងលឿននិងផ្លាស់ទីបានរហ័សមុនពេលសត្រូវកំណត់គោលដៅវិបកវិញបានដែលធ្វើឲ្យវាមានប្រសិទ្ធភាពខ្លាំងក្នុងសង្គ្រាមសម័យទំនើបតម្លៃទាបគ្រាប់រ៉ុកកែត BM21 ក្នុងមួយគ្រាប់មានតម្លៃទាបត្រឹមប្រហែលជា$2,000ប៉ុណ្ណោះគឺថោកជាងមីស៊ីលស្វ័យនាំផ្លូវដ៏ទំនើបដែលអាចកំណត់គោលដៅច្បាស់ល្អយានយន្តនិងប្រព័ន្ធបាញ់ប្រព័ន្ធរ៉ុកកែត BM21ត្រូវបានបំពាក់ពីលើរថយន្តយោធាដែលមានកង់6ងាយស្រួលនៅក្នុងការបាញ់ប្រព័ន្ធរ៉ុកកែត40កាណុង BM21មានសមត្ថភាពបាញ់បានរហូតដល់ទៅ2គ្រាប់ក្នុង1វិនាទីរថយន្តដែលទ្រប្រព័ន្ធរ៉ុកកែត BM21មានប្រវែងប្រហែលជា 7.35 ម៉ែត្រនិងមានទទឹង 2.4 ម៉ែត្រដែលធ្វើឲ្យវាមានទំហំតូចជាងនិងស្រាលជាងប្រព័ន្ធរ៉ុកកែតថ្មីៗគ្រាប់រ៉ុកកែតដែលប្រើប្រាស់ញឹកញាប់បំផុតសម្រាប់ BM21 នេះគឺ 9M22U ទំហំ122មីលីម៉ែត្រក្បាលគ្រាប់មានទម្ងន់ប្រហែល26គីឡូក្រាមគ្រាប់រ៉ុកកែត BM21គ្មានបំពាក់បច្ចេកវិទ្យាស្វ័យនាំផ្លូវនោះទេនិងមានប្រវែងប្រហែល3ម៉ែត្រហើយវាអាចបាញ់បានចម្ងាយប្រមាណចន្លោះពី5ទៅ20គីឡូម៉ែត្រកម្លាំងបាញ់និងអានុភាពបំផ្លិចបំផ្លាញប្រព័ន្ធរ៉ុកកែត BM21អាចបាញ់រ៉ុកកែតចំនួន40គ្រាប់ក្នុងរយៈពេលត្រឹមប្រមាណ20វិនាទីវាត្រូវបានរចនាឡើងដើម្បីវាយប្រហារទៅលើគោលដៅធំៗមិនមែនគោលដៅជាក់លាក់នោះទេហើយការបាញ់មួយឈុតទាំង40កាណុងមានអានុភាពបំផ្លិចបំផ្លាញគោលដៅជុំវិញបានប្រមាណ36ហិកតាដែលបង្កការខូចខាតធំនិងបង្កផលប៉ះពាល់ផ្លូវចិត្តយ៉ាងខ្លាំងទៅលើកងកម្លាំងសត្រូវរបៀបប្រើប្រាស់ព័ត៌មានស្ដីពីគោលដៅវាយប្រហារត្រូវបានប្រមូលដោយអ្នកយកព័ត៌មាននៅខាងមុខឬដ្រូននៅអង្គភាពត្រួតពិនិត្យការបាញ់គណនាទិន្នន័យបាញ់កងកាំភ្លើងធំតម្រង់គោលដៅរ៉ុកកែតដោយប្រើឧបករណ៍មើលចម្ងាយរ៉ុកកែតត្រូវបានបាញ់ហើយអ្នកយកការជាអ្នកវិតម្លៃលទ្ធផលនិងកែតម្រូវការបាញ់ប្រសិនបើចាំបាច់មូលហេតុដែល BM21 នៅតែសំខាន់ដោយសារតែវាតម្លៃទាបងាយស្រួលប្រើនិងមានអានុភាពបំផ្លិចបំផ្លាញខ្លាំងធ្វើឲ្យ BM21 នៅតែប្រើប្រាស់បានដោយប្រទេសជាង30រួមទាំងនៅក្នុងសង្គ្រាមអ៊ុយក្រែនបច្ចុប្បន្នផងដែរខណៈដែលប្រព័ន្ធទំនើបដូចជាប្រព័ន្ធរ៉ុកកែតហ៊ីម៉ាស់ជាដើមមានភាពសុក្រិតជាងច្បាស់ជាងនៅក្នុងការកំណត់គោលដៅវាយប្រហារ BM21 នៅតែមានប្រសិទ្ធភាពសម្រាប់ការបាញ់ប្រហារគាំទ្រទ្រង់ទ្រាយធំខ្ញុំតារាពី RTNews TV